ប្រហុកចិញ្ច្រាំតតែមានបន្លែបែបហ្នឹងមិនឆ្ងាញ់បងប្អូនចារៀងច្រើនមុខបន្តិចហើយបងប្អូនអើយធម្មតានាងខ្ញុំញ៉ាំផ្អកញ៉ាំអីចូលចិត្តតែសក់ទេទៅពេលប្រហុកអញ្ចេះត្រូវតែមានផ្ទីស្រស់មានតកួនមានអីចឹងណាបងប្អូនហើយសម្រាប់ប្រហុកនេះដែរគឺនាងខ្ញុំក៏ច្រាំដាក់តែសាច់ជ្រូកទេអត់ប្រើពងទាហើយនឹងក៏អត់ប្រើជាមួយនឹងម្ទេសក្រៀមដែរបងប្អូនសម្រាប់ការលាយគ្រឿងវិញគឺនាងខ្ញុំចូលចិត្តដាក់ជាមួយនឹងប្រេងខ្យងដើម្បីឲ្យប្រហុកហើយនឹងសាច់នឹងវាទន់ចូលជាតិគ្នាបានល្អបងប្អូនអញ្ចឹងអត់មានប្រើអំបិលឬក៏ប្រើម្សៅស៊ុបអីទេនាងខ្ញុំដាក់តែប៊ីចេងប្រេងខ្យងហើយនឹងស្ករសបងប្អូនចាស្ករសក៏បានស្ករក្រហមក៏បានដែរបើរសជាតិគឺជាតិមិនបាច់ថ្លែងទេបងប្អូនហើយគឺឆ្ងាញ់សាហាវតែម្ដងពីលាយគ្រឿងក្រៅរួចហើយនាងខ្ញុំធ្វើការដាក់ចំហុយប្រហែលជាកន្លះម៉ោងបងប្អូនចាដោយសារតែស្បែកជ្រូកនឹងវាយើងចង់ឲ្យវាផុយអញ្ចឹងហើយយើងដាក់រៀងយូរតិចបើសិនជាយើងដាក់តែសាច់ទេវាមិនត្រូវការពេលវេលាយូរទេបងប្អូនចាឥឡូវគឺបានឆ្អិនហើយបងប្អូនចានិយាយពីថាអូយតំណងមែនតែនតែម្ដងបងប្អូនហើយបើនិយាយពីប្រហុកកច្រាំសាច់ជ្រូកបែបនេះបងប្អូនបន្លែស្រស់ក៏ត្រូវបន្លែស្រស់ក៏ត្រូវដែរបងប្អូនហើយវាត្រូវជាតិគ្នាតែម្ដងនិយាយរួមទៅអត់រើសបន្លែទេហើយនាងខ្ញុំចូលចិត្តបំផុតហើយអាតកួនឆ្លក់ទឹកខ្ចីអញ្ចឹងអូយជាតិសាហាវតែម្ដងបងប្អូនហើយឡើងស្រួយស្រាប់ហ្មងណា